ចម្រើនពរលោកគ្រូថ្ងៃនេះក្រុមអាត្មាភាពក្រុមទី5ឡើងមកបកស្រាយប្រធានបទ MVC Model View Controller ស្លាយបន្ទាប់មកនេះគឺជាក្រុមរបស់អាត្មាភាពចំណុច content ទី1យើងនិយាយអំពី introduction MVC ទី2យើងនិយាយអំពី filter MVC ហើយនឹងទី3និយាយអំពី component of MVC ទី4និយាយអំពី advantage MVC ទី5យើងនិយាយពី disadvantage MVC ទី6យើងនិយាយអំពី popular MVC framework និង conclusion ចំណុចទី1យើងនិយាយអំពី introduction MVC តែមកពីពាក្យពេញថា model view controller វាគឺជា architecture ឬក៏ design pattern មួយដែលយើងបែងចែកជាកម្មវិធីជាផ្នែក3សំខាន់ទី1គឺ model ទី2 view និងទី3 controller ហើយផ្នែកនីមួយវាមានតួនាទីច្បាស់លាស់និងជាក់លាក់ក្នុងការអភិវឌ្ឍកម្មវិធីសម្រាប់ MVC នេះវាជាគំរូឬក៏ជា design pattern មួយពេញនិយមក្នុងការបង្កើតនៅ application ឬ website ហើយវាអាចបត់បែននិងពង្រីកបានចំណុចទី2គឺនិយាយអំពី filter of MVC យើងមាន6ចំណុចដោយសង្ខេបចំណុចទី1និយាយអំពី separation of concern វាមានន័យថាវាអាចដោះស្រាយបញ្ហាបញ្ជូនពីអ្នកគឺមាន6ចំណុចទី1យើងនិយាយពី separation of content មានន័យថាវាធ្វើឲ្យកូដយើង clean ហើយយើងងាយស្រួលធ្វើការដោះស្រាយបញ្ហានិងការធ្វើតេស្តនិងការថែទាំហើយទី2វាអាចប្រើឡើងវិញបានដោយមិនចាំបាច់សរសេរកូដស្ទូនច្រើនដងហើយទី3វាអាចធ្វើឲ្យ developer នឹងធ្វើការជាក្រុមក្នុងពេលតែមួយហើយអត្ថប្រយោជន៍វានឹងវាកាន់តែរហ័សនិងលឿនទី4 test មានន័យថាវាងាយស្រួលក្នុងការធ្វើតេស្តអត្ថប្រយោជន៍របស់វាកូដដែលអាចទុកចិត្តបាននិងមានកំហុសតិចក្នុងការធ្វើក្នុងការសរសេរទី5វា support នៅ Mati UI មានន័យថាយើងមាន back end តែមួយតែវាអាច support UI ច្រើនមាន mobile មាន website គេហទំព័រដូចជា HTML CSS mobile មាន iOS Android ចឹងជាដើមទៅទី6គឺ T MVC ហ្នឹងនៅពេលដែលយើងធ្វើការ build ជាមួយនឹងកម្មវិធីធំយើងងាយស្រួលក្នុងការ maintenance ការថែទាំហើយចំណុចបន្ទាប់អាត្មាភាពឲ្យបងវិជ្ជការបន្តជំរាបសួរលោកគ្រូនិងមិត្តទាំងអស់គ្នាខ្ញុំបាទឈ្មោះអិនវិជ្ជការសូមធ្វើការបកស្រាយបន្ទាប់ពីលោកបងនៅចំណុចដែល component of MVC framework មាន3 component គឺ model view និង controller ដែលចំណុចទី1 model ដែលដែលវាឆ្លើយឆ្លងទៅកាន់ database ទាំងអស់ដែលតកតងមួយ data ថ្មី model ដែលគឺជា component មួយដែលធ្វើការតកតងជាមួយនឹង data logic តកតងជាមួយនឹងការទាញយក data ការ add data ជាដើម
ហើយដែល responsibility វាមាន 3 ដែលមានច្រើនដូចជា managing data ដូចជា group operation ជាដើមហើយបន្តទៀត enforcing business rule ទី 3 ដែល notify the view and control នៅពេលមានអ្វីផ្លាស់ប្ដូរមួយទៀតហើយចំណុចបន្ទាប់សូមឲ្យមីងអៀមជាអ្នកបកស្រាយបន្ទាប់ ជំរាបសួរឬក៏ហើយក៏សួស្តីមិត្តភ័ក្តិទាំងអស់គ្នាអញ្ចឹងយើងចូលដល់ចំណុចទី2នៃ component របស់ OVC អញ្ចឹងចំពោះ view អញ្ចឹង view វាគឺការ handle ទៅលើ user interface នៃ application ដែលវាធ្វើការ display information របស់ user ដោយផ្អែកទៅលើ data ដែលបានមកពី controller ដែល data ដែលបានមកពី controller ដែល view វាធ្វើការជាមួយនឹង controller ហើយនឹង model អញ្ចឹងចំណុចបន្ទាប់ទៀតយើងនឹងនិយាយមិនដែលវាធ្វើការមួយគ្នាមានលក្ខណៈអញ្ចឹងពីព្រោះview វាអត់ធ្វើការដោយផ្ទាល់ជាមួយនឹង model មកទេវាធ្វើការជាមួយតែ controller ទេអញ្ចឹង key feature នៅក្នុងចំណុចហ្នឹងគឺនិយាយអំពីការ display data មកពី model ដែលឆ្លងកាត់មកពី controller key feature ទី2គឺនិយាយគឺវា render user element ដែលមានដូចជា button list form ហើយនឹងមាន element ផ្សេងៗទៀតចំណុច key feature ទី3គឺវា update ដោយ auto តែម្ដងនៅពេលដែលមានការផ្លាស់ប្ដូរទៅលើ model អញ្ចឹងចូលមកដល់ចំណុចទី3 controller អញ្ចឹងដូចនៅក្នុងចំណុចទី2មិញដូចនិយាយបានមុនដំបូងអញ្ចឹងថាវា view វាធ្វើការមួយ controller ហើយនឹងmodel អញ្ចឹង controller គឺវាធ្វើដូចវាមានលក្ខណៈដូចជា spin មួយអញ្ចឹងដែលវានៅចន្លោះ view ហើយនឹង model ដែលវា handle ទៅលើ user input process request business logic ហើយនឹងវាប្រាប់ទៅ model ថា model ត្រូវធ្វើអីអញ្ចឹងបន្ទាប់ពី model ធ្វើអីហើយ data បាន update ឲ្យអស់ហើយវាបញ្ជូន data ឬក៏អ្វីៗដែលបានធ្វើហើយហ្នឹងទៅកាន់ view តាមរយៈ controller អញ្ចឹងនៅក្នុង key feature ចំណុចទី3 controller ហ្នឹងគឺនិយាយអំពី receiving ការទទួល user input stop នៃហ្នឹងមួយអញ្ចឹងចំពោះ key feature ឬក៏ key response របស់វាគឺវាទទួល data ពី user input ហើយវា update data នៅក្នុង model ដែល based on ដែលផ្អែកទៅលើ user action អញ្ចឹងចង់និយាយថាបើសិនជា view វា display មិន user បញ្ចូល data ទៅតាម display ហ្នឹងអញ្ចឹងវាទទួល data យកទៅ model អញ្ចឹងធ្វើឲ្យ model update ឬក៏កែប្រែ result ផ្សេងៗដល់ហើយវាបញ្ជូន result ហ្នឹងតាមរយៈ controller ទៅកាន់ view វិញអញ្ចឹងក្នុង key feature របស់ controller គឺមានប៉ុណ្ណឹងអញ្ចឹងជម្រាបសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នាខ្ញុំនិយាយចំណុចទី4ពី advantage of MVC នៅអត្ថប្រយោជន៍របស់វាមានដូចជាទី1គឺ separation of control បានន័យថា MVC បែងចែកទៅជា3ផ្នែកដែលជួយឲ្យងាយស្រួលក្នុងការគ្រប់គ្រងការសាកល្បងនិងការពង្រីកហើយទី2 eraser maintenance and update
ផ្នែកនីមួយមានលក្ខណៈឯករាជ្យការផ្លាស់ប្ដូរផ្នែកមួយមិនប៉ះពាល់ដល់ផ្នែកផ្សេងទៀតទេហើយទី3 code reachability model និង view អាចប្រើប្រាស់ម្ដងទៀតក្នុងគម្រោងផ្សេងទៀតឬផ្នែកផ្សេងទៀតនៃកម្មវិធីបានហើយបន្ទាប់ផ្នែកទី4ទៅ slide បន្ទាប់Stability រចនាមានរបៀបរៀបចំល្អធ្វើឲ្យងាយស្រួលក្នុងការពង្រីកកម្មវិធីធំទី5 Support Matic View model ដែលអាចត្រូវបានប្រើប្រាស់បង្ហាញ view ផ្សេងសម្រាប់ឧបករណ៍ផ្សេងហើយទី6 Better Organization of Code MVC ជំរុញឲ្យមានរចនាសម្ព័ន្ធកូដស្អាតនិងមានការរៀបចំល្អដែលងាយស្រួលសម្រាប់ក្រុមការងារធ្វើជាមួយគ្នាហើយជាដំបូងសូមជម្រាបសួរលោកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំមកតពីចំណុចទី5គឺនិយាយអំពីគុណសម្បត្តិឬគុណវិបត្តិនៃការប្រើប្រាស់ MVC តែទី1គឺ complexity for small application អញ្ចឹងវាមានភាពស្មុគស្មាញសម្រាប់ application ទូចដែលមានតែយើងអាចជញ្ជួបដូចជា overkill ឬមួយក៏អាចបន្ថែមនៅភាពស្មុគស្មាញដែលវាមិនចាំបាច់ទី2គឺ steep learning curve តែសម្រាប់ developer beginner វាអាចពិបាកក្នុងការយល់ដឹងអំពីតួនាទីរបស់ component នីមួយៗដែលបែងចែកដែលមានដូចជាmodel view ហើយនិង controller ទី3គឺ more code and setup required អញ្ចឹង MVC វាត្រូវការសរសេរcode boilerplate ច្រើនហើយនឹងត្រូវការ configuration មុនពេលដែលកម្មវិធីមួយវាអាចដំណើរការទៅបានទី4គឺ tight coupling between view ហើយនិង controller អញ្ចឹងនៅក្នុងការ implement ខ្លះមួយចំនួនview ហើយនិង controller វាអាចរៀងពិបាកក្នុងការតបភ្ជាប់គ្នាអញ្ចឹងវាអាចធ្វើឲ្យកាត់បន្ថយនៅគុណសម្បត្តិនៃការប្រើប្រាស់ MVC របស់យើងបន្តទៀតចំណុចទី5គឺ debugging can be difficult អញ្ចឹងដោយសារកូដដែលយើងសេឡូកូដ logic ហ្នឹងយើងត្រូវបានបំបែកចេញជាច្រើន file ហើយអញ្ចឹងទៅធ្វើឲ្យយើងពិបាកក្នុងការស្វែងរក bug តាមរយៈmodel view ហើយនិង controller ដោយវាត្រូវការពេលវេលាច្រើនដែលធ្វើឲ្យយើងមានភាពពិបាកក្នុងការប្រើ MVC ហើយចំណុចចុងក្រោយគឺ overhead in maintenance for simple change អញ្ចឹងការដែលយើងផ្លាស់ប្ដូរបន្តិចបន្តួចដូចជា UI ឬមួយក៏ logic អីវាអាចដូចជាត្រូវការប៉ះពាល់ដល់ file ច្រើនអញ្ចឹងវាអាចនឹងមិនសូវមានប្រសិទ្ធភាពទេសម្រាប់ការ update តិចតួចអីហ្នឹងអញ្ចឹងបន្តទៀតនេះចំណុចទី6គឺជា MVC framework ដែលពេញនិយមប្រើសប្តាហ៍ថ្ងៃដែលមានដូចជា Laravel Django Ruby on Rails Spring MVC ASP.NET ហើយនិង Angular តទៅទៀតហើយចំណុចចុងក្រោយគឺទី7គឺការ conclusion ដោយ MVC វាជាទូទៅដែលគេប្រើប្រាស់នៅលើ application ដែលវា run graphical workstation តែមួយក៏ single graphical workstation ហើយវាត្រូវការបែងចែក logical component ដែលអនុញ្ញាតឲ្យយើងងាយស្រួលក្នុងការមើលហើយនឹងត្រូវការបែងចែកជា module ដូចគ្នាហើយវាក៏អាចថាធ្វើឲ្យមានភាព comfortable សម្រាប់ការtesting part អ
ចឹងការបង្ហាញក្រុមរបស់ខ្ញុំចប់ហើយសូមអរគុណគ្រូនិងមិត្តរួមទាំងអស់គ្នា បានហើយ chơi ចាដាក់ពីមុនមកអត់មែនបើកម៉ៃក្រូហ្វូនទេ